chào bông bô nè thằng ngày ní khi chị thằng ngày trong cao hết để khi tôi thôi ca chân tới cò màu thôi ca thằng ngày trong cao ấy có màu lìa mặt phèn này lạnh thôi ca đừng nè chặt chai trà nè cục cồn hàng để khi thôi ca chẳng hết là bông bô trà vậy tới một lần khi chụp nâng cực khi bàn prap phụ quạt một bìa tật đại trà lạnh càng nghe khi nâng cứ đôi dương chụp rồi cái chẳng dương trời prap cái một bìa tật chẳng hết là bông bô tràហើយអ្វីដែលខ្ញុំស្ដាយនៅអាមេរិកនេះគឺពេលដែលខ្ញុំទៅនៅស្រុកខ្មែរវិញនេះគឺស្ដាយការងារហ្នឹងឯងបងប្អូនចាពីព្រោះនៅអាមេរិកនេះគឺការងារគឺមានគ្រប់ការងារជាច្រើនដែលយើងអាចធ្វើបានហើយនៅពេលណាដែលយើងគ្រប់អាយុគឺយើងអាចទៅធ្វើការបានហើយមួយវិញទៀតទោះបីជាយើងអាយុច្រើនក៏ដោយក៏គេអត់ប្រកាន់អញ្ចឹងណាបងប្អូនចាឲ្យតែយើងមានកម្លាំងធ្វើការចាហើយប្រាក់ម៉ោងក៏បានគួរសមដែរនៅអាមេរិកនេះចាបងប្អូនប៉ុន្តែឥឡូវនេះគឺចង់ទៅខ្មែរជាងចាអញ្ចឹងទៅក៏ហើយក៏ប្តីគាត់ថាឲ្យខ្ញុំនឹងសម្រាប់ការងារនឹងមុនពេលកំណត់ដែរបងប្អូនពីព្រោះខ្ញុំគិតថាខ្ញុំអាចនៅធ្វើការ2ខែអីទៀតចឹងណាបងប្អូនរំទៅដល់ថ្ងៃយើងត្រឡប់ទៅស្រុកចាទៅស្រុកខ្មែរចាប៉ុន្តែប្តីគាត់ថាអូននេះដូចបងធ្វើការងារ2ចប់ហើយគាត់រវល់រៀបចំផ្ទះដើម្បីដាក់ជួលឯងចឹងណាបងប្អូនហើយមើលកូនផងអាហារកូនបង្រៀនកូនផងចឹងគាត់ថាគាត់រវល់អញ្ចឹងទៅគាត់សុំឲ្យខ្ញុំនឹងឈប់ធ្វើការដើម្បីមកជួយការងារនៅផ្ទះហើយនឹងជួយមើលកូនដែរបងប្អូនទោះបីជាខ្ញុំធ្វើការតែ4ម៉ោងមែនប៉ុន្តែគ្រាន់ថាយើងចំណាយពេលជិះទៅហើយនឹងពេលមកវិញទៀតចឹងណាបងប្អូនអញ្ចឹងយើងអស់មកកណាត់ថ្ងៃហើយចាអញ្ចឹងទៅក៏ខ្ញុំសម្រេចចិត្តថាឈប់ធ្វើការនិងមកជួយរៀបចំដើម្បីកម្រងពួកយើងទៅរស់នៅស្រុកខ្មែរអញ្ចឹងណាបងប្អូនចាអញ្ចឹងទៅក៏ខ្ញុំសម្រេចចិត្តថាឈប់មុនកំណត់អញ្ចឹងណាបងប្អូនចាពួកគេថានៅ2ខែអីទៀតអញ្ចឹងចាំឈប់ក៏បានដែរប៉ុន្តែដោយសារប្តីគាត់រវល់ហើយក៏យើងមកជួយរៀបចំគ្នាអញ្ចឹងទៅក៏ឆាប់ហើយដែរចាបងប្អូនហើយនិយាយទៅកន្លែងការងាររបស់ខ្ញុំហ្នឹងគឺស្រួលមួយយ៉ាងដែរបងប្អូនដូចពេលដែលខ្ញុំធ្វើការនៅអាមេរិកនេះខ្ញុំធ្វើការបាន2កន្លែងបងប្អូនទី1គឺជាអ្នកគិតលុយនៅហាងលក់កៅអៅលក់សម្ភារៈផ្សេងណាបងប្អូនចាកាលហ្នឹងធ្វើបានតែ1ខែទេដោយសារតែកាលហ្នឹងត្រូវត្រឡប់ទៅស្រុកខ្មែរដែរទៅលេងកាលហ្នឹងទៅលេងបាន4ខែដែរអញ្ចឹងណាបងប្អូនចាដល់ពេលត្រឡប់មកពីស្រុកខ្មែរវិញក៏ទ្រាំទៅរកផ្ទះថ្មីអីបានអញ្ចឹងបានខ្ញុំមក apply ការងារនេះចាជាការងារទី2ចាបងប្អូនទៅធ្វើការងារហ្នឹងក៏ការងារអត់មានធ្ងន់អីដែរបងប្អូនគឺអ្នកលក់សង្វេចអញ្ចឹងណាបងប្អូនយើងមានខ្ចប់សង្វេចហើយនឹងលក់គិតលុយឲ្យភ្ញៀវអីអញ្ចឹងទៅចាទទួលភ្ញៀវអីខ្លះចាបងប្អូនហើយកន្លែងការងារហ្នឹងមិត្តរួមការងារក៏ល្អទៀតបងប្អូនគេប្រើភាសាអង់គ្លេសទាំងអស់គ្នាអញ្ចឹងណាបងប្អូនយើងបានฝึกហាត់ភាសាអង់គ្លេសផងហើយណាមួយនៅកន្លែងធ្វើការហ្នឹងគឺមានតែខ្ញុំទេជាជនជាតិខ្មែរយើងបើនិយាយស្រួលទៅជនជាតិអាស៊ីមានតែខ្ញុំម្នាក់ឯងទេបងប្អូនត្បិតតែខ្ញុំជាជនជាតិអាស៊ីធ្វើការនៅកន្លែងហាងលក់សង្វេចហ្នឹងតែម្នាក់ឯងក៏ដោយព្រោះពីហ្នឹងមានជនជាតិអាមេរិកទាំងអស់ចាមានស្បែកខ្មៅស្បែកសអញ្ចឹងណាបងប្អូនហើយនឹងអ្នកគ្រប់គ្រងក៏ជនជាតិអាមេរិកដែរចាតកែហាងអីចឹងណាដូចពួកគាត់អត់មានការរើសអើងណាបងប្អូនចាទោះបីជាយើងជនជាតិអាស៊ីភាសាអង់គ្លេសយើងអត់បានក្បោះក្បាយច្រើនដូចគេទេប៉ុន្តែគ្រាន់ថាយើងខំធ្វើការចាបំពេញការងាររបស់យើងបានល្អធ្វើការងារម៉ោងរបស់យើងអញ្ចឹងណាបងប្អូនចាអត់ខ្ជិលនឹងការងារអញ្ចឹងទៅក៏មានការសរសើរពីពួកគាត់ដែរបងប្អូនដូចចាហាងអីចឹងខ្ញុំឈប់គាត់ថាអរគុណដែលបានរួមការងារនៅទីនេះអញ្ចឹងណាបងប្អូនហើយបើយើងត្រូវការប្រាប់គាត់ស្ដាយដែលយើងឈប់ចាប៉ុន្តែគាត់យល់អំពីគោលបំណងរបស់យើងថាចង់ត្រឡប់ទៅរស់នៅស្រុកកំណើតយើងវិញអញ្ចឹងណាបងប្អូនចាហើយសម្រាប់អ្នកគ្រប់គ្រងខ្ញុំការដែលខ្ញុំឈប់ហ្នឹងក៏គាត់បានរៀបចំជាកត្រកផ្លែឈើនិងគាត់មានជាសញ្ញាបត្រគេហៅថាបានសរសើរណាបងប្អូនចាអញ្ចឹងក៏យើងត្រេកអរដែរដូចយើងជាជនជាតិខ្មែរម្នាក់ធ្វើការហើយបានជាគំរូថាជនជាតិខ្មែរយើងធ្វើការល្អយកចិត្តទុកដាក់នឹងការងារអីចឹងណាបងប្អូនដូចជាមោទនភាពមួយសម្រាប់ចាខ្លួនឯងដែរហើយនឹងជនជាតិខ្មែរយើងផ្សេងទៀតចាបងប្អូនហើយបើកន្លែងផ្សេងគឺមានការរើសអើងចាការរើសអើងពូជសាសន៍បងប្អូនពីព្រោះខ្ញុំធ្លាប់ជួបបងស្រីម្នាក់ជាជនជាតិខ្មែរយើងគាត់ធ្វើការនៅហាងគាត់ថានៅកន្លែងហាងការងារគាត់ហ្នឹងគឺគេរើសអើងពូជសាសន៍គេអត់ចង់និយាយមួយយើងអីចឹងណាគេមកទិញអីវ៉ាន់អីគេឃើញយើងជាជនជាតិអាស៊ីចឹងគេអត់ចង់និយាយមួយយើងទេចាហើយក៏មានមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ហ្នឹងគាត់ធ្វើការនៅចាហាងលក់ទំនិញ Walmart ដែរគាត់ថាអ្នកដឹកនាំចាដូចអ្នកគ្រប់គ្រងផ្នែកគាត់នឹងគឺអត់ចេះបែងចែកការងារចា
ចេះបែងចែកការងារទេពេលយើងធ្វើតែម្នាក់ឯងច្រើនជាងគេអញ្ចឹងណាបងប្អូនអ្នកខ្លះទៅគាត់ចាសម្រាប់អញ្ចឹងគាត់សម្រាប់លើសម៉ោងដែរគេកំណត់ឲ្យសម្រាប់អីអញ្ចឹងទៅចាបញ្ហាផ្សេងប៉ុន្តែកន្លែងខ្ញុំអត់មានបញ្ហាទាំងអស់ហ្នឹងទេពីព្រោះដោយសារតែចាអ្នកគ្រប់គ្រងការងាររបស់ខ្ញុំហ្នឹងគាត់បែងចែកការងារច្បាស់អញ្ចឹងណាបងប្អូនចាហើយមួយវិញទៀតគឺអ្នកគ្រប់គ្រងហ្នឹងក៏គាត់ចាមកចត់នឹងការងារដែរបងប្អូនគាត់អាយុតិចទេប៉ុន្តែគាត់ធ្វើការងារខ្លាំងដែរអញ្ចឹងណាបងប្អូនចានិយាយទៅគឺចាពេលកន្លែងណាដែលយើងទៅធ្វើការទៅយើងបានអ្នកគ្រប់គ្រងល្អហើយនឹងបានអ្នកធ្វើការជាមួយល្អគឺយើងមានអារម្មណ៍ថាសប្បាយចិត្តក្នុងការធ្វើការងារអញ្ចឹងណាបងប្អូនចាបងប្អូនក៏បាននិយាយមួយពួកគាត់នៅកន្លែងការងារនិយាយលេងអញ្ចឹងណាបងប្អូនជាទូទៅគេអត់សូវស្គាល់ប្រទេសកម្ពុជាយើងប្រហែលទេបងប្អូនមិនដែលដល់ពេលនិយាយគ្នាទៅគឺខ្ញុំបង្ហាញរូបអង្គរវត្តរូបចានៅតាមកោះនៅសមុទ្រយើងអីអញ្ចឹងណាបងប្អូនចាហើយក៏គាត់បានសួរអំពីការរស់នៅទីនោះម្ហូបអាហារអីអញ្ចឹងទៅព្រោះគេអត់ដឹងណាអ្នកខ្លះគឺគេអត់ដឹងមែនបងប្អូនចាអញ្ចឹងទៅក៏ខ្ញុំប្រាប់ថាចានៅស្រុកខ្ញុំហ្នឹងគឺការហូបចុកភាគច្រើនយើងធ្វើជាម្ហូបមានបន្លែមានប្លុកអីច្រើនអញ្ចឹងណាបងប្អូនចាហើយក៏មានចាទេសភាពស្អាតមានអង្គរវត្តប្រាសាទបុរាណអីអញ្ចឹងទៅចាហើយគាត់ថាបើគាត់បានទៅលេងស្រុកខ្មែរគាត់នឹងទៅរកខ្ញុំនៅស្រុកខ្មែរចាអញ្ចឹងខ្ញុំគាត់ថាហ្នឹងហើយចាំជួបគ្នានៅស្រុកខ្មែរអញ្ចឹងណាបងប្អូនចានិយាយទៅក៏មួយយ៉ាងដែរពេលយើងធ្វើការអញ្ចឹងទៅក៏យើងបានជួយផ្សព្វផ្សាយពីប្រទេសយើងប្រាប់ទៅគេអញ្ចឹងណាបងប្អូនព្រោះប្រទេសយើងក៏មានចាកន្លែងស្អាតដែរដើរកំសាន្តច្រើនចាឥឡូវនេះក៏មានទេសចរបរទេសទៅលេងនៅប្រទេសយើងច្រើនដែរអញ្ចឹងណាបងប្អូនចាហើយក៏មានអ្នកដែលគេទៅនៅចាគឺខ្ញុំដឹងថាមានអ្នកដែលទៅនៅដូចភ្នំពេញឬក៏តាមចាខេត្តផ្សេងហ្នឹងក៏មានបរទេសគាត់ទៅរស់នៅច្រើនដែរអញ្ចឹងណាបងប្អូនចាប៉ុន្តែខ្ញុំមិនដឹងថាគេរស់នៅអចិន្ត្រៃយ៍រហូតឬក៏គេរស់នៅប្រហសនយ៉ាងម៉េចទេចាបងប្អូនចាអញ្ចឹងទៅក៏ចាហ្នឹងហើយបងប្អូនការងារក៏យើងបានសុំឈប់រួចហើយអញ្ចឹងក៏ខ្ញុំត្រៀមរៀបចំខ្លួនដើម្បីចាត្រឡប់ទៅស្រុកវិញចាបងប្អូនអញ្ចឹងទៅក៏ឃើញថាហ្នឹងហើយបងប្អូនមានបងប្អូនយើងក៏នៅតែខមមិនជាមតិថាមានការល្អមានការមិនល្អដែលយើងទៅរស់នៅស្រុកខ្មែរអញ្ចឹងណាបងប្អូនចាចឹងនិយាយថានៅស្រុកណាក៏ដូចស្រុកណាដែរបងប្អូនគឺសំខាន់ការងារអញ្ចឹងណាបងប្អូនតែយើងនៅមានការងារធ្វើនៅមានចំណូលដែរឬអត់អញ្ចឹងណាបងប្អូនចាអញ្ចឹងក៏ឥឡូវហ្នឹងគឺខ្ញុំលេងបានធ្វើការហើយអញ្ចឹងគឺរំពឹងតែនឹងការងាររបស់ប្តីរបស់ខ្ញុំទេចាបងប្អូនមិនដែរការងាររបស់ប្តីខ្ញុំហ្នឹងគឺគាត់គេបានអនុញ្ញាតឲ្យគាត់ហើយគឺគាត់អាចនៅបន្តការងារបានហើយយើងអាចទៅធ្វើការនៅស្រុកខ្មែរបានអញ្ចឹងណាបងប្អូនចាយើងធ្វើការតាំងការងារអនឡាញអញ្ចឹងគេអត់មានបញ្ហាអីទេចាបងប្អូនគឺយើងនៅទទួលបានចំណូលធម្មតានៅពេលដែលយើងចាធ្វើការឲ្យគេអញ្ចឹងណាបងប្អូនចាអញ្ចឹងទៅក៏ជាប្រយោជន៍ល្អមួយសម្រាប់ពួកខ្ញុំដែរដែលខ្ញុំនៅតែមានការងារធ្វើទោះបីជាយើងទៅរស់នៅស្រុកខ្មែរក៏ដោយចាបងប្អូនពីព្រោះពួកខ្ញុំនៅអាយុក្មេងៗអញ្ចឹងយើងអត់ទាន់អាត្រែតអីមានលុយចាគេហៅថាលុយចូលនិវត្តន៍អីសម្រាប់ទៅរស់នៅស្រុកខ្មែរទេអត់ទេចាបងប្អូនគឺយើងនៅពឹងការងារចាជាពិសេសគឺការងាររបស់ប្តីខ្ញុំនឹងតែម្ដងចាអរគុណច្រើនបងប្អូនដែលបានតែងតែចាជួយជាខមមិនហើយនឹងបានជួយជាយោបល់អីផ្សេងៗអញ្ចឹងណាបងប្អូនអរគុណជម្រាបលា